ក្មេងស្រីគួរតែមករដូវដំបូងនៅអាយុប្រហែលទើបល្អអាយុដែលមករដូវល្អសមស្របគឺអាយុចន្លោះពី12ទៅ15ឆ្នាំកាលណាយើងមកមុន12ឆ្នាំគេហៅថាយើងមកលឿនពេកកាលណាយើងមកលើសពី15ឆ្នាំគេហៅថាយើងក្រមកពេកឬមួយក៏ចូលជាជំងឺមួយគេហៅថា primary amenorrhea ការអត់មករដូវសោះសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926ជំរាបសួរនេះខ្ញុំវិជ្ជបណ្ឌិតលំចានមនីរតជាវិជ្ជបណ្ឌិតឯកទេសផ្នែកសុខភាពនិងរោគស្ត្រីហើយក៏ជាអគ្គនាយិកានៃមន្ទីរសម្រាប់ព្យាបាល DOTOP ដែលមានទីតាំងច្រកមណ្ឌលសុខភាពស្ទឹងមានជ័យជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យថ្ងៃនេះខ្ញុំសូមលើកយកនៅការសិក្សាស្រាវជ្រាវមួយដែលបានធ្វើឡើងនៅឯសហរដ្ឋអាមេរិកហើយដែលការសិក្សានោះបានធ្វើតាំងពីឆ្នាំ2008ដោយសារគេចាប់ផ្ដើមបដោតទៅលើសុខភាពក្មេងស្រីព្រោះអីគេសង្កេតឃើញថាក្មេងស្រីនៅអាមេរិកឆាប់មករដូវពេកតាមរយៈ PubMed Journal ដែលចុះនៅថ្ងៃទី30ខែ12 2008បានបង្ហាញឲ្យឃើញថាក្មេងស្រីនៅសហរដ្ឋអាមេរិកមានអ្នកខ្លះមករដូវតាំងពីអាយុ6ឆ្នាំអ្នកខ្លះមកនៅ8ឆ្នាំចាអញ្ចឹងគេបានសង្កេតឃើញថាក្រុមក្មេងស្រីដែលមករដូវបែបហ្នឹងច្រើនតែជាអ្នកដែលមានសញ្ជាតិ African America គឺអាហ្វ្រិកកាត់ជាមួយនឹងអាមេរិកហើយមិនបានគេត្រូវការសិក្សាទៅលើអារដូវនឹងធ្វើអីដោយសារតែក្មេងស្រីដែលគាត់មករដូវលឿនខុសពីធម្មតាមានផលលំបាកទៅកាន់សុខភាពរបស់គាត់ទៅថ្ងៃអនាគតកាលណាគាត់មកលឿនខុសធម្មតាទី1គាត់ប្រឈមនឹងលែងលូតលាស់មានថាគាត់លូតមកដល់វ័យ6ឆ្នាំ8ឆ្នាំហើយមករដូវហើយលែងលូតទៅមុខទី2គឺគាត់ប្រឈមនឹងកើតនៅជំងឺមហារីកដោះមហារីកស្បូនទៅថ្ងៃអនាគតទី3គឺគាត់ប្រឈមនឹងកើតជំងឺពុកឆ្អឹងលឿនជាងក្មេងស្រីធម្មតាដែលគាត់គ្រាន់មករដូវបន្ថែមពីលើនឹងទៀតគឺគាត់អាចនឹងមានវិបត្តិទៅលើការពិបាកមានកូនទៅថ្ងៃក្រោយចាអញ្ចឹងតើកត្តាអ្វីខ្លះដែលជំរុញឲ្យក្មេងស្រីនៅសម័យនេះមានការប្រែប្រួលទៅលើការឆាប់មករដូវម្ល៉េះអញ្ចឹងគេបានយកក្រុមក្មេងស្រីទាំងអស់ហ្នឹងយកមកសិក្សាទៅគេបានឃើញថាចំពោះក្រុមក្មេងស្រីដែលគាត់លើសគីឡូខុសពីធម្មតាគាត់មានទម្លាប់ overeating មានថាញ៉ាំច្រើនហើយគាត់មានទម្លាប់មួយគឺអត់សូវធ្វើសកម្មភាពប្រចាំថ្ងៃទេទម្លាប់មួយទៀតគឺរបបចំណីអាហារដែលសម្បូរទៅដោយសារជាតិគីមីមានដូចជានៅក្នុងគ្រឿងកំប៉ុងមានដូចជានៅក្នុងផ្លែឈើដែលបណ្ដុះឲ្យធំឃើញថាក្រុមក្មេងស្រីអស់ហ្នឹងគឺគាត់ឆាប់មករដូវជាងក្មេងស្រីធម្មតាមកដល់ឥឡូវនេះអ្នកនរគ្នាឆ្ងល់តើអាយុប៉ុណ្ណាដែលគួរមករដូវល្អដែលហៅថាសមស្របមួយអញ្ចឹងអាយុដែលមករដូវល្អសមស្របគឺអាយុចន្លោះពី12ទៅ15ឆ្នាំកាលណាយើងមកមុន12ឆ្នាំគេហៅថាយើងមកលឿនពេកកាលណាយើងមកលើសពី15ឆ្នាំគេហៅថាយើងក្រមកពេកឬមួយក៏ចូលជាជំងឺមួយគេហៅថា primary amenorrhea ការអត់មករដូវសោះក្រុមគ្រូពេទ្យទាំងអ្នកវិទ្យាសាស្ត្រទាំងអីទាំងអស់ហ្នឹងបានរកឃើញថាអូគាត់មានផលរំខានអីបែបហ្នឹងហើយអញ្ចឹងក៏មានការ research មួយតើក្មេងស្រីចាប់ផ្ដើមឆាប់មករដូវហ្នឹងនៅពេលដែលអាយុប៉ុណ្ណាគេបានសង្កេតឃើញថាចន្លោះពីឆ្នាំ1800ដល់ឆ្នាំ1950គឺក្មេងស្រីទាំងអស់មករដូវចន្លោះពី12ទៅ15ឆ្នាំហើយអាយុកាលនៃការមករដូវហ្នឹងវាចាប់ផ្ដើមថយចុះអ្នកម្ដាយត្រូវស្គាល់សញ្ញាអីគេដែលកូនស្រីរបស់យើងឆាប់មករដូវលឿនពេកហើយបើគាត់ឆាប់មករដូវលឿនពេកអញ្ចឹងត្រូវប្រញាប់យកគាត់ទៅពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតព្រោះអីជៀសវាងការមករដូវហើយលែងលូតកម្ពស់ខណ្ឌអញ្ចឹងសញ្ញាអីគេដែលសម្គាល់ឃើញថាកូនរបស់យើងអាចនឹងមានការវិវត្តនៅក្នុងការមករដូវគាត់ចាប់ផ្ដើមឡើងដោះតំបន់បរិវេណទ្វារមាសរបស់គាត់ចាប់ផ្ដើមមានរូមចាប់ផ្ដើមចេញមុនតាមពេទ្យគេយកឆ្អឹងដៃយកទៅថតមើលថាតើការលូតលាស់នៃឆ្អឹងរបស់គាត់អស់ឆ្អឹងខ្ចីឬមួយក៏អីនៅគេនឹងមានការធ្វើបូមតេស្តអរម៉ូនមើលអញ្ចឹងគឺវាតម្លៃទៅលើទាំងគីឡូទាំងកម្ពស់របស់គាត់ទាំងអរម៉ូនរបស់គាត់ទាំងឆ្អឹងដៃរបស់គាត់បើសិនជាគាត់មករដូវខុសអាយុធម្មតាគ្រូពេទ្យនឹងធ្វើការបង្អាក់
កុំឲ្យមានការមករដូវលឿនពេកដែលធ្វើឲ្យគាត់ប្រឈមនឹងកើតជំងឺគឺមហារីកដោះមហារីកស្បូនក្រិនអត់លូតលាស់ទៅមុខទៅថ្ងៃអនាគតគឺយើង acceptable សម្រាប់ពីក្មេងស្រីអាយុពី11ឆ្នាំទៅហើយអញ្ចឹងសម្រាប់ក្រោម11ឆ្នាំនៅពេលដែលគាត់មានរោគសញ្ញាអស់ហ្នឹងចាំពិនិត្យមើលថាតើគាត់គួរទទួលការព្យាបាលដែលអត់ដែលតម្រូវឲ្យមានការពិនិត្យជាមួយនឹងវេជ្ជបណ្ឌិតខាងផ្នែករោគស្ត្រីម្នាក់ហើយនឹងវេជ្ជបណ្ឌិតខាងផ្នែកកុមារដើម្បីវាតម្លៃទៅលើការលូតលាស់របស់កូនរបស់យើងហើយនឹងទទួលថ្នាំព្យាបាលការមករដូវដំបូងរបស់ក្មេងស្រីដែលភាសាអង់គ្លេសហៅថា menarche បើអ្នកទាំងអស់គ្នាចង់ research វាមានសារៈសំខាន់មែនតើសម្រាប់ការកំណត់ការលូតលាស់កំណត់ទៅលើសុខភាពកូនយើងទៅថ្ងៃមុខអញ្ចឹងសូមអ្នកម្ដាយគ្រប់រូបមេត្តាយកចិត្តទុកដាក់ទៅលើការមករដូវដំបូងរបស់កូនដើម្បីជៀសវាងការដែលគាត់ឆាប់មករដូវលឿនខុសពីធម្មតាធ្វើឲ្យគាត់មានជំងឺទៅថ្ងៃអនាគតអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាចំណេះដឹងទៅកាន់លោកឪពុកអ្នកម្ដាយដែលគាត់មានកូនស្រីទាំងអស់ឲ្យផ្ដោតទៅលើសុខភាពនៃការលូតលាស់ផ្នែកភុយបាធីមានន័យថាការពេញវ័យរបស់កូនយើងតាមប្រែប្រួលរូបរាងទៅដល់ពេញវ័យអញ្ចឹងសូមយកចិត្តទុកដាក់មែនទែនដើម្បីការពារសុខភាពកូនយើងទៅថ្ងៃអនាគតចា៎សូមអរគុណសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនឹងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមច្រកមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926